កាលពីវីដេអូមុនយើងបានរៀនអំពីការបញ្ជូន data ដោយប្រើជាមួយ intent ហើយនៅក្នុងវីដេអូនេះគឺយើងនឹងធ្វើការបញ្ជូនទិន្នន័យដោយប្រើប្រាស់ bundle ម្ដងអូខេអញ្ចឹងខ្ញុំសូម comment កន្លែងនេះគេបិទចោលហើយនៅក្នុងនេះគឺខ្ញុំប្រើមួយ bundle ម្ដងគេ send data with bundle ដើម្បី send បានគឺយើងត្រូវធ្វើការបង្កើត bundle មួយដែលយើងត្រូវ call bundle object អ្វីទៅគឺជា bundle វាគឺជាវិធីក្នុងការបញ្ជូន data ជាបណ្ដុំទៅកាន់ activity មួយទៀតគេអាចបញ្ជូន data អីក៏បានដែរជាការវិខ្ចប់មួយដែលយើងភ្ជាប់មកដុំហ្នឹងទៅកាន់ activity មួយទៀតគេហៅ bundle គេ object ដាក់ឈ្មោះថា bundle នេះមិនបានយើងហៅអក្សរធំគឺជា class អក្សរធំណា b ធំគេអានេះគឺ object របស់វាយើងដាក់ឈ្មោះដូចគ្នាមក new bundle អូខេខ្ញុំបាន object របស់ bundle មួយហើយចឹងដើម្បីភ្ជាប់យើងហៅ bundle គេ object bundle អក្សរតូចហ្នឹងណា dot នេះយើងហៅ put extra អូខេមិនបានអត់ចេញ set អូខេ set អត់ត្រូវទេខ្ញុំសុំ check មើលតិចសិនអូ sorry ច្រឡំអត់ set ទេហៅមិនហៅ bundle ទេគឺហៅ intent នេះ object intent ហ្នឹងអូខេខ្ញុំហៅខុសមិញ intent object intent អក្សរតូចនេះ object វានេះពីទូទៅខ្ញុំកំណត់ឈ្មោះវាដូចគ្នាមួយអក្សរតូចអក្សរធំហ្នឹងអក្សរធំពីមុខគឺជា class ដែលវាមាននៅក្នុង Android ស្រាប់ហើយដើម្បីប្រើ class ហ្នឹងបានត្រូវតែបង្កើត object អូខេ dot put extra នេះអញ្ចឹងយើងប្រើ function put extra ដើម្បីភ្ជាប់វាទៅខ្ញុំកំណត់ key មកខ្ញុំដាក់ឈ្មោះថា username ហើយខ្ញុំដាក់ថា admin ដូចគ្នាអូខេ username គឺជា key អានេះគឺជា value ដែលយើងភ្ជាប់ key value pair គេហៅ intent មិន bundle ណាតែយើងត្រូវបង្កើត object របស់ bundle ហ្នឹងហើយយើងត្រូវយក bundle ហ្នឹងទៅប្រើគេខ្ញុំបង្កើតមួយទៀត intent dot put extra 8ខ្ញុំដាក់ key ឈ្មោះថា 8ឈ្មោះ value គឺ20ខ្ញុំបាន2ហ្នឹងហើយបន្ទាប់មកខ្ញុំត្រូវធ្វើការអូខេហៅ intent ហ្នឹង dot put extra ដើម្បីខ្ចប់អូខេ intent ខ្ចប់អា data ដែលខ្ញុំភ្ជាប់នៅក្នុង bundle ទាំងអស់ហ្នឹង put extra extra ឡើយនេះគឺយើងមាន s ដោយសារតែវាច្រើនតោះមកវាហៅអីគេនេះអូខេនេះ bundle extra គឺ put extra ឡើយនេះគឺមាន s ណាគេហៅ bundle object bundle ចូលនៅក្នុងហ្នឹងកន្លែងហ្នឹងមានថាយើងត្រូវបង្កើត object របស់ bundle លេខ1 bundle គឺជាវិធីក្នុងការវិខ្ចប់ data របស់យើងជាបណ្ដុំមួយវាហើយយើងអាចភ្ជាប់ data ហ្នឹងទៅឲ្យ activity មួយទៀតហើយនេះគឺយើងហៅ intent យើងត្រូវបង្កើត intent នេះមួយដែរហើយយើងបោះពី main activity វាយើងទៅកាន់ activity ទី2នេះគឺ second activity ហ្នឹងអញ្ចឹងគឺយើងត្រូវភ្ជាប់ key និង value username គឺជា key ហើយ admin នេះគឺជា value គេ 8 គឺជា key 20ហ្នឹងគឺជា value ហើយហៅ intent dot put extra គឺមាន s ហើយ bundle object របស់យើងនៅក្នុងហ្នឹងអញ្ចឹងរួចហើយបន្តមកទៀតគឺយើងត្រូវភ្ជាប់វា
យើងអាចដាក់អា intent ហ្នឹងនៅខាងក្នុងក៏បានដែរវាអត់បញ្ហាទេឥឡូវហើយយើងហៅ intent object របស់យើងចូលនៅក្នុងនេះ intent នេះឬក៏យើងមិនបាច់ដាក់ mistake ទេឥឡូវខ្ញុំលុបចេញទៅយើងហៅ intent ចូលនៅក្នុងហ្នឹងយើងយក bundle ភ្ជាប់ជាមួយ intent ទៅអូខេអញ្ចឹងនៅក្នុង activity ដែលយើងធ្វើការបញ្ជូនក៏ដូចគ្នាដែរយើងត្រូវសរសេរយើងមាន label មួយអញ្ចឹង tag view ហ្នឹងវាស្តៀង label នៅក្នុង HTML ឯងហើយឈ្មោះវា tag view អញ្ចឹងយើងមកកាន់ second activity.java ខ្ញុំ comment នេះចោលហើយកន្លែងនេះគឺនៅដដែលយើងចាប់តម្លៃដូចគ្នាកន្លែងនេះខ្ញុំ comment យើងត្រូវសរសេរមិនដើម្បីធ្វើការយក data ហ្នឹងនេះយើងត្រូវហៅ intent អូខេយើងសរសេរ intent យើងតាមមួយ intent ស្មើនឹង get intent នេះ object របស់វាហើយយើងហៅ function get intent តបមកយើងអាច copy នេះមកមិន copy យើងតាំង variable មួយដើម្បីទុកស្តីដូចគ្នា username ស្មើនឹង intent dot get extra របស់យើងអីគេ key វាជា string get string extra មិនបានយើងហៅ get string extra ដោយសារតែ key របស់យើងបញ្ជូនមកនេះវាជា string យើងដឹងថាវាជា string អានេះគឺជា value របស់យើងជាលេខអូខេយើងហៅយើងដាក់ឈ្មោះមកគឺ copy ឈ្មោះ key ហ្នឹងជាវាខុសតមកទៀតយើងតាំង int age ស្មើនឹង intent dot get int extra អូខេហើយ key របស់យើង single quote ក៏បាន double quote ក៏បាន key របស់យើងនេះ age អូខេតមកចូលដាក់ default វាគឺ0បើមិនចឹងទេ error អូខេហើយយើងចាប់យក tag view របស់យើងហ្នឹងតមកខ្ញុំភ្ជាប់តម្លៃហ្នឹងទៅឲ្យ tag view ដើម្បីធ្វើការបង្ហាញហើយដើម្បីចាប់យក ID របស់ tag view យើងប្រើ function find view by id or.id ឈ្មោះរបស់ tag view ហ្នឹងហើយនេះគឺហៅ tag view.set tag យើង set តម្លៃទៅឲ្យអូខេអញ្ចឹងប៉ុណ្្នឹងឯងសម្រាប់ធ្វើការចាប់យកតម្លៃនៅក្នុងការបញ្ជូន bundle ជាមួយនឹង intent ដែលខ្ចប់ data របស់យើងបណ្ដុំនៅក្នុង នៅក្នុង bundle ទៅឲ្យ intent នេះភ្ជាប់មកយើងសេប៉ុណ្ណឹងហើយដើម្បីចាប់វាវិញគឺយើងត្រូវសរសេរនេះនៅក្នុង method on create គេដល់អញ្ចឹងយើង run save សិនហើយ run open activity គេបញ្ជូនមកឥឡូវខ្ញុំដូរតម្លៃក៏លើថាដាក់30 admin illustrator ខ្ញុំរ៉ាំភាសាថ្មីចុចចេញ administrator ហើយ30ហើយយើងបញ្ជូនវាដោយប្រើមួយបានម្ដងអូខេអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងហើយអ្នកឲ្យអនុវត្តទៅមានបញ្ហាអីអាចសួរបានហើយបន្តមកទៀតខ្ញុំនឹងបង្រៀនអំពីការប្រើប្រាស់ list view alert dialog អីចឹងហើយសំវាយកទៅបង្កើតជា project មួយអូខេចប់ពីហ្នឹងយើងចូលមកកាន់ layout របស់ Android យើងមាន layout អីខ្លះហ្នឹង